ការថែរក្សាកូនមាន់អាយុ45ថ្ងៃប្រហែល6សប្តាហ៍គឺជាដំណាក់កាលសំខាន់ដែលវាកំពុងវិវត្តពីកូនមាន់ទៅជាមាន់ពេញវ័យនេះជាការណែនាំលម្អិតសម្រាប់ថែរក្សាវ៉ា 1. ការដាក់បរិស្ថាននិងទីតាំងទំហំកន្លែងកូនមាន់នេះកំពុងលូតលាស់យ៉ាងរហ័សដូច្នេះត្រូវធានាថាមានកន្លែងគ្រប់គ្រាន់ស្តង់ដារគឺ5 ក្បាលក្នុងមួយឱកាសទំនេរចង្អៀតពេកនឹងធ្វើឲ្យមានការប្រកាច់គ្នានិងជំងឺងាយឆ្លងការពារឥដ្ឋវាមិនត្រូវការកម្ដៅបន្ថែមទៀតទេពីធម្មជាតិឬចង្កៀងលុះត្រាតែអាកាសធាតុត្រជាក់ខ្លាំងវាត្រូវការតែកន្លែងមានដំបូលនិងជញ្ជាំងដែលការពារវាពីខ្យល់ភ្លៀងនិងសត្វអតុចរកន្លែងដេកដាក់ឈើរណបដេកដែលងាយស្រួលជាមួយសម្រាមចម្បាំងឬដើមឈើកាត់ដើម្បីឲ្យវាឡើងដេកខ្ពស់ពីឥដ្ឋការត្រួតពិនិត្យសីតុណ្ហភាពកូនមាន់នេះអាចទ្រាំនឹងសីតុណ្ហភាពបានល្អហើយគ្រាន់តែជៀសវាងកន្លែងដែលក្តៅពេកឬត្រជាក់ពេក 2. ចំណីអាហារនិងទឹកប្រភេទចំណីឥឡូវអាចប្ដូរពីចំណីសម្រាប់កូនមាន់ starter feed ទៅជាចំណីសម្រាប់មាន់ដែលកំពុងលូតលាស់ grower feed ចំណី grower មានប្រូតេអ៊ីនថយចុះបន្តិចប្រហែល18%ធៀបនឹងចំណី starter ដែលមានប្រូតេអ៊ីនខ្ពស់22%វិធីចិញ្ចឹមត្រូវដាក់ចំណីឲ្យវាពេញម៉ោង ad libitum ដោយប្រើចានចំណីដែលមានគម្លាតគ្រប់គ្រាន់ដើម្បីឲ្យក្បាលទាំងអស់អាចស៊ីបានក្នុងពេលតែមួយការបន្ថែមអាហារអាចចាប់ផ្ដើមផ្ដល់អាហារបន្ថែមដូចជាភេសជ្ជៈទឹកស្អាតត្រូវដាក់ក្នុងធុងទឹកដែលមិនធ្វើឲ្យកូនមាន់ធ្លាក់ទឹកហើយត្រូវប្ដូរទឹករាល់ថ្ងៃដើម្បីបង្ការជំងឺវត្ថុធាតុដើមគ្រួមអាចផ្ដល់ថ្នាំគ្រួមដែលមានកាល់ស្យូមក្រេតដើម្បីជួយវាកិនចំណីនៅក្នុងក្រពះអាហារបន្ថែមអាចផ្ដល់ស្លឹកភ្លៅតិចឬបន្លែកាត់ជាបំណែកតូចប្រយ័ត្នកុំផ្ដល់អាហារដែលមានរាវប្រៃឬផ្អែមពេក 3. សុខភាពនិងសណ្ដាប់ធ្នាប់ស្នាមបញ្ឈរត្រូវធ្វើស្នាមបញ្ឈរទៀតហើយធ្វើឲ្យប្រកបទៅដោយភាពស្អាតដោយការជូតជាមួយសម្រាមចម្បាំងឬដើមឈើកាត់រាល់ថ្ងៃហើយផ្លាស់ប្ដូរវាទាំងស្រុងរៀងរាល់សប្តាហ៍នេះជារឿងសំខាន់បំផុតក្នុងការបង្ការជំងឺការត្រួតពិនិត្យសុខភាពត្រូវសង្កេតមើលរាល់ថ្ងៃកូនមាន់ដែលមានសុខភាពល្អគឺសកម្មភ្នែកបើកធំច្បាស់ហើយមានស្លាបរលីងប្រសិនបើមានកូនមាន់ណាមួយមើលទៅឈឺត្រូវដាក់វាឲ្យឆ្ងាយពីហ្វូងភ្លាមការចាក់ថ្នាំបង្ការត្រូវពិនិត្យមើលថាតើកូនមាន់របស់អ្នកបានទទួលថ្នាំ